ការនេះខ្ញុំសូមលើកយកសៀវភៅមួយក្បាលមកធ្វើការសង្ខេបជូនអ្នកទាំងអស់គ្នាដែលមានចំណងជើងថា Outlier ដែលជាស្នាដៃនិពន្ធរបស់លោក Malcolm Gladwell លោក Malcolm Gladwell ជាមនុស្សម្នាក់ដែលមានលក្ខណៈពិសេសខុសពីមនុស្សទូទៅការគិតនិងទស្សនៈរបស់គាត់មានភាពស៊ីជម្រៅនិងខុសប្លែកពីគេគាត់ត្រូវបានទស្សនាវដ្តី Fast Company វាយតម្លៃថាជាបុគ្គលដែលមានឥទ្ធិពលបំផុតដែលត្រូវបានគេឲ្យរហស្សនាមថាជា Peter Drucker នៅក្នុងសតវត្សទី21 Time Magazine ឯនោះវិញហៅគាត់ថាជាបុគ្គលដែលមានឥទ្ធិពលបំផុត100រូបលើលោកសៀវភៅនេះគាត់សរសេរបានល្អណាស់តទៅនេះខ្ញុំនឹងធ្វើការសង្ខេបត្រួសពីខ្លឹមសារសំខាន់ដែលមាននៅក្នុងសៀវភៅនេះជូនអ្នកទាំងអស់គ្នាស្ដាប់យើងកែសម្រួលចំណងជើងសៀវភៅនេះទៅជាភាសាខ្មែរថាកំពូលមនុស្សដែលសៀវភៅមួយក្បាលនេះនិយាយពីប្រធានបទមួយនោះគឺតើមនុស្សកំពូលក្នុងលោកដូចជា Bill Gates, Jack Ma ក្រុមតន្ត្រី Beatles ជាដើមហេតុអ្វីបានជាពួកគេទទួលបានជោគជ័យខ្លាំងនៅក្នុងវិស័យរបស់គេតើនៅពីក្រោយភាពជោគជ័យរបស់បុគ្គលទាំងនោះមានហេតុផលសំខាន់អ្វីខ្លះតើយើងអាចរៀនបានអ្វីខ្លះពីពួកគេយើងគ្រប់គ្នាយល់ថាមនុស្សដែលអាចដើរដល់ចំណុចកំពូលក្លាយជាមហាសេដ្ឋីអ្នកជំនួញជោគជ័យបុគ្គលល្បីបានតើតែគេធ្លាប់ឆ្លងកាត់នៅរឿងរ៉ាវឈឺចាប់ឆ្លងកាត់ឧបសគ្គពិបាករាប់ភ្លេចយើងធ្លាប់ឃើញវីដេអូប្រវត្តិរបស់បុគ្គលល្បីទាំងនោះជាទូទៅគឺមានកុមារភាពឈឺចាប់ក្រីក្រលំបាកឆ្លងកាត់ការតស៊ូជាច្រើនឆ្នាំហើយចុងក្រោយក្លាយជាបុគ្គលជោគជ័យដោយសពថ្ងៃនេះប្រវត្តិរបស់ពួកគេស្ដាប់ទៅហាក់បីដូចជាប្រហាក់ប្រហែលគ្នានេះឯងហាក់បីដូចជាតតែឆ្លងកាត់ការឈឺចាប់អ្វីមួយរួមទាំងការខិតខំប្រឹងប្រែងដកខាត់ខ្លួនឯងខ្លាំងណាស់ទើបទទួលបានជោគជ័យជាពិសេសវាពាក់ព័ន្ធទៅនឹងចរិតរបស់បុគ្គលនោះតែម្ដងនៅក្នុងសៀវភៅនេះបានលើកឡើងថាហេតុផលទាំងអស់នេះមិនគ្រប់គ្រាន់នឹងវាយតម្លៃពីហេតុផលនៃភាពជោគជ័យរបស់គាត់ទេយើងទទួលស្គាល់ថាបុគ្គលខ្លះមានភាពឆ្លៀសវៃនិងភាពប៉ិនប្រសប់ពីកំណើតតែការអប់រំនិងបរិយាកាសរស់នៅរបស់គាត់ធ្វើឲ្យគាត់អាចមើលឃើញច្បាស់ជាងរៀនបានច្រើនជាងនិងធ្វើបានច្រើនជាងអ្នកដទៃដូច្នេះបើយើងអង្កេតមើលទៅលើបុគ្គលជោគជ័យទាំងនោះដោយគ្រាន់តែធ្វើការវិតម្លៃទៅលើសកម្មភាពរបស់គាត់តែមួយមុខគឺមិនគ្រប់គ្រាន់ទេយើងត្រូវមើលទៅលើសាវតាការអប់រំជីវិតដែលគាត់បានឆ្លងកាត់និងការសម្រេចចិត្តសំខាន់ក្នុងជីវិតរបស់គាត់ទាំងនេះទើបជាអ្វីដែលធ្វើឲ្យគាត់ទទួលបានជោគជ័យពិតប្រាកដអ្វីដែលសៀវភៅមួយក្បាលនេះចង់បង្ហាញដល់យើងមិនមែនអាកំបាំងជោគជ័យរបស់បុគ្គលណាម្នាក់ទេតែគេធ្វើការសិក្សាស្រាវជ្រាវឡើងវិញសង្ខេបចេញជារូបមន្តមកធ្វើការបង្ហាញត្រង់ប្រាប់យើងពីគន្លឹះជោគជ័យរួមគ្នាមួយរបស់កំពូលមនុស្សទាំងនោះគ្រប់សម័យកាលពេលបានអានសៀវភៅនេះហើយខ្ញុំទទួលបាននៅចំណុចសំខាន់ល្អជាច្រើនដែលខ្ញុំនឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាចំណុចទី1ហេតុផលដែលបុគ្គលទាំងនោះអាចក្លាយទៅជាកំពូលមនុស្សមិនសូវមានទំនាក់ទំនងខ្លាំងនឹងធម្មជាតិពីកំណត់របស់គាត់នោះទេតែពាក់ព័ន្ធខ្លាំងទៅនឹងបទពិសោធន៍ដែលគាត់បានឆ្លងកាត់និងកត្តាជាច្រើនទៀតចំណុចទី2អ្វីដែលអ្នកមើលមិនឃើញដូចជាការអប់រំវប្បធម៌ជាដើមប្រហែលជាអ្វីដែលធ្វើឲ្យគាត់ក្លាយជាកំពូលមនុស្សយ៉ាងពិតប្រាកដនិងចំណុចសំខាន់ទី3តើលក្ខខណ្ឌក្លាយជាកំពូលមនុស្សទាំងនោះបានផ្ដល់នូវចំណេះដឹងអ្វីខ្លះដល់យើងចូលមកដល់ចំណុចទី1កំពូលមនុស្សទាំងនោះអាចក្លាយជាមនុស្សអច្ឆរិយៈបែបនេះបានមិនមែនដោយសារតែភាពប៉ិនប្រសប់ពីកំណើតឬដោយសារតែកត្តាណាមួយដាច់ខាតនោះទេវាជាការប្រមូលផ្ដុំនៃលក្ខខណ្ឌអំណោយផលជាច្រើនគួបផ្សំជាមួយនឹងការខិតខំប្រឹងប្រែងទើបធ្វើឲ្យគេអាចក្លាយជាបុគ្គលឆ្នើមបែបនេះឧទាហរណ៍ថាមានគេនិយាយថាឲ្យតែខំប្រឹងនឹងទទួលបានជោគជ័យតើពាក្យមួយម៉ាត់នេះគ្រប់គ្រាន់ដែរឬទេយើងមកមើលអ្នកអនាម័យដែលបោសសម្អាតតាមផ្លូវវិញគាត់ងើបតាំងពីម៉ោង 4 ព្រឹកងើបម្នាក់ហើយខំធ្វើការជាងអ្នកទៅទៀតតើគាត់ជោគជ័យជាអ្នកដែរឬទេដូច្នេះការខិតខំប្រឹងប្រែងមួយមុខមិនគ្រប់គ្រាន់ទេវាត្រូវការបរិយាកាសខាងក្រៅនិងកត្តាគូផ្សំជាច្រើនទៀតនៅក្នុងសៀវភៅនេះគេបានលើកឡើងនៅឧទាហរណ៍មួយគឺនិយាយពីកីឡាករជិះស្គីលើទឹកកក Ice Hockey នៅប្រទេសកាណាដាកីឡាប្រភេទនេះនៅប្រទេសកាណាដាទទួលបានការគាំទ្រណាស់មិនខុសពីកីឡាបាល់បោះនៅសហរដ្ឋអាមេរិកឬកីឡាបាល់ទាត់នៅសហភាពអឺរ៉ុបនោះទេបើសិនជាអ្នកមានឱកាសក្លាយជាកីឡាករជម្រើសជាតិជិះស្គីលើទឹកកកនៅប្រទេសនេះអ្នកនឹងក្លាយជាអ្នកមានឈ្មោះល្បីល្បាញខ្លាំងមិនថាអ្នកជាអ្នកណាមានឬក្រទាបឬខ្ពស់ឲ្យតែអ្នកមានសមត្ថភាពនោះអ្នកអាចនឹងទទួលបានឱកាសនេះយុត្តិធម៌ណាស់វាខុសពីកីឡាបាល់បោះដែលទាមទារឲ្យអ្នកមានកម្ពស់ខ្ពស់មាឌធំនិងកម្លាំងខ្លាំងទើបអាចប្រៀបជាមួយអ្នកដទៃឬអាចក្លាយជាកីឡាករ NBA បានចំពោះការលើកឡើងដែលនិយាយថា
ការជ្រើសរើសកីឡាករជិះស្គីលើទឹកកកមានភាពយុត្តិធម៌និងស្មារតីនេះអ្នកនិពន្ធមិនយល់ស្របទេទើបគាត់បានធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅទៅលើកីឡាមួយនេះគាត់បានយកតារាងឈ្មោះកីឡាករជម្រើសជាតិទាំងនោះមកមើលហើយក៏បានឃើញនៅបាតុភូតចម្លែកមួយដែលធ្វើឲ្យគាត់គិតមិនយល់ទាល់តែសោះនោះគឺថ្ងៃខែឆ្នាំកំណើតភាគច្រើនរបស់កីឡាករជម្រើសជាតិទាំងនោះគឺសុទ្ធតែកើតនៅខែ1ខែ2ឬខែ3ទាំងអស់ក្នុងចំណោមសមាជិកក្រុម25នាក់មាន17នាក់ទៅហើយកើតនៅ3ខែដំបូងដើមឆ្នាំហេតុអ្វីបានជាចៃដន្យយ៉ាងនេះក្រោយមកទើបគេរកឃើញថាតាមពិតក្រុមកីឡាជិះស្គីលើទឹកកកនេះគេចែកក្រុមទៅតាមអាយុអ្នកកើតក្នុងឆ្នាំតែមួយគឺស្ថិតនៅក្នុងក្រុមតែមួយដូចជាអ្នកកើតនៅក្នុងថ្ងៃទី1ខែ1ឆ្នាំ1990និងអ្នកដែលកើតនៅថ្ងៃទី31ខែ12ឆ្នាំ1990គឺស្ថិតនៅក្នុងក្រុមជាមួយគ្នាព្រោះកើតឆ្នាំ1990ដូចគ្នាតែជាក់ស្ដែងទោះបីជាកើតក្នុងឆ្នាំតែមួយក្តីតែអាយុខុសគ្នាស្ទើរពេញមួយឆ្នាំឯណោះបាននិយាយចំពោះការជ្រើសរើសក្នុងចំណោមកីឡាករក្មេងៗទាំងនោះមួយឆ្នាំគឺមានភាពខុសប្លែកគ្នាច្រើនណាស់មិនថាចំណេះដឹងកាយសម្បទាឬការវឹកហាត់នោះទេដូច្នេះអ្នកដែលកើតនៅដើមឆ្នាំតិចក៏ដោយច្រើនក៏ដោយគឺមានប្រៀបជាងអ្នកដែលកើតនៅចុងឆ្នាំហើយដូច្នេះហើយបានជាគេឃើញក្រុមជម្រើសជាតិដែលឈ្នះលើកពានភាគច្រើនជាសមាជិកក្រុមកើតនៅដើមឆ្នាំច្រើនសរុបមកវិញយើងឃើញថាកត្តាដែលធ្វើឲ្យកីឡាករមួយទទួលបានជោគជ័យគឺវាពាក់ព័ន្ធទៅនឹងថ្ងៃខែឆ្នាំកំណើតរបស់គាត់ទៅវិញបើសិនជាអ្នកកើតចំពេលចុងឆ្នាំនោះឱកាសដែលអ្នកអាចក្លាយជាកីឡាករជម្រើសជាតិជិះស្គីលើទឹកកកមានតិចតួចណាស់ព្រោះចាញ់ប្រៀបគេត្រង់គេកើតមុនយើងជាច្រើនខែតែយើងត្រូវបានជ្រើសរើសមកវឹកហាត់ក្នុងក្រុមតែមួយដែលធ្វើឲ្យយើងមានសមត្ថភាពបណ្ឌិតខ្លួនដូចគេឃើញទេដំបូងយើងនិយាយថាឲ្យតែខំប្រឹងគង់នឹងជោគជ័យតែគ្រាន់តែរឿងមួយនេះអាចបញ្ជាក់បានថាខំប្រឹងមួយមុខមិនគ្រប់គ្រាន់ទេវានៅមានកត្តាជាច្រើនទៀតដូចជាពេលវេលាឬបរិយាកាសដែលយើងចាប់កំណត់ជាដើមវាក៏ជាកត្តាជាឥទ្ធិពលធំមួយទៅហើយយើងមកមើលច្បាប់ដ៏ល្បីឈ្មោះមួយដែលយើងហៅថាគោលការណ៍10000ម៉ោង The 10,000 Hours Rule ដែលបញ្ជាក់ថាឲ្យតែអ្នកខិតខំប្រឹងប្រែងធ្វើការងារណាមួយក្នុងរយៈពេល10000ម៉ោងនោះអ្នកនឹងក្លាយជាអ្នកជំនាញតែគោលការណ៍មួយនេះអាចទៅរួចក៏អ្នកត្រូវមានលក្ខខណ្ឌអំណោយផលផ្សេងទៀតដែរដូចជាកីឡាជិះស្គីលើទឹកកកនេះជាដើមតើតែអ្នកកើតនៅដើមឆ្នាំខំវឹកហាត់កីឡានេះយ៉ាងយកចិត្តទុកដាក់រយៈពេល10000ម៉ោងទើបអាចមានឱកាសក្លាយជាកីឡាករជម្រើសជាតិបានមួយវិញទៀតទោះបីជាសហព័ន្ធកីឡាករនេះមិនបានកំណត់ថាតើតែអ្នកជាកូនអ្នកមានទើបអាចចូលវឹកហាត់កីឡាជិះស្គីលើទឹកកកនេះក៏ដោយតែជាក់ស្ដែងបើសិនជាជីវភាពគ្រួសាររបស់អ្នកក្រលំបាកអ្នកពិតជាពិបាកនឹងក្លាយជាកីឡាករជម្រើសជាតិណាស់ព្រោះបើសូម្បីតែបាយ3ពេលអ្នកញ៉ាំមិនគ្រប់ផងមានពេលឯណាទៅវឹកហាត់10000ម៉ោងនោះអ្នកឃើញទេទម្រាំតែអ្នកអាចជោគជ័យបានទាល់តែមានកត្តារួមផ្សំគ្នាជាច្រើននៅពេលដែលកត្តាអំណោយផលទាំងនោះប៉ះគ្នាហើយវាប្រៀបដូចជាប្រតិកម្មគីមីអញ្ចឹងរុញច្រានអ្នកទៅកាន់ទីខ្ពស់ឃ្លាតឆ្ងាយពីមនុស្សសាមញ្ញជាច្រើនទៅហើយចំណុចមួយទៀតដែលសំខាន់ជាងគេដែលអាចជះឥទ្ធិពលខ្លាំងដល់ការឈានទៅរកភាពជោគជ័យរបស់បុគ្គលមួយចំនួននោះគឺកត្តាបំរែបំរួលនៃសង្គមឧទាហរណ៍ដូចជាក្នុងទសវត្សរ៍ឆ្នាំ1950ក្រុមមេធាវីសហរដ្ឋអាមេរិកឬមេធាវីសុទ្ធតែជាជនជាតិអាមេរិកស្បែកសទើបអាចចូលធ្វើការក្នុងវិស័យនេះបានជនជាតិជីវិតបើទោះបីជាមានចំណេះដឹងខ្ពង់ខ្ពស់រៀនសាលាល្បីក៏ដោយដោយសារតែគ្មានសញ្ជាតិដើមជាជនជាតិស្បែកសក៏មិនអាចចូលធ្វើជាមេធាវីបានដែរគេមានតែចាំទទួលការងារដែលសេសសល់កំពេចកំពុកពីក្រុមមេធាវីស្បែកសឬចេញទៅរកស៊ីក្នុងវិស័យផ្សេងការងារដែលក្រុមមេធាវីជីវិតទទួលសុទ្ធតែជាការងារចំនួនរឿងក្តីក្តាមដែលសល់ពីក្រុមមេធាវីស្បែកសមិនទទួលរីឯក្រុមមេធាវីស្បែកសវិញទទួលតែការងារណាដែលមានលុយធំដូចជាជួយក្រុមហ៊ុនធំឡើង IPO ទិញលក់ភាគហ៊ុនជាដើមមិននឹកស្មានថាមកដល់ទសវត្សរ៍ឆ្នាំ1980រឿងក្តីចំនួនផ្សេងកាត់ឡើងកាន់តែច្រើនទៅហើយទំហំលុយក៏កាន់តែធំឡើងដែលត្រូវប៉ាន់ក្រុមមេធាវីជីវិតនៅពេលនោះតែម្ដងគេមានបទពិសោធន៍ស្រាប់ចំពេលដែលបរិបទសង្គមមានការប្រែប្រួលទៅជាបែបនេះទៀតធ្វើឲ្យពួកគេកាប់លុយបានបន្តិចឡើយក្រោយមកទៀតគេឃើញមានការិយាល័យមេធាវីធំល្បីនៅ New York Wall Street ជាដើមស្ទើរតែជាអ្នកជំនាន់ក្រោយរបស់ក្រុមមេធាវីជនជាតិជីវិតនេះឯងដូច្នេះត្រង់ចំណុចនេះអ្នកនិពន្ធបានលើកឡើងថាមិនមែនក្រុមមេធាវីជនជាតិជីវិតឆ្លាតជាងអ្នកដទៃប្រមាលមើលដឹងពីឱកាសមុនគេនោះទេតែដោយសារតែកលៈទេសៈបង្ខំឲ្យទៅជាបែបនេះ
ចំពេលដែលសង្គមមានការផ្លាស់ប្ដូរគ្រោះប្រែទៅជាលៀបទៅវិញមានមេធាវីម្នាក់និយាយថាមិនមែនមកពីមេធាវីជនជាតិជីវិតឆ្លាតដូចអ្នកទាំងអស់គ្នាគិតនោះទេវាជារឿងចៃដន្យដែលពួកគេបង្ខំចិត្តទទួលការងារដែលសេសសល់ពីគេមិនទទួលគេធ្វើការនេះរាប់សិបឆ្នាំមកហើយអ្នកណាតែដឹងថាវាคล้ายទៅជាឱកាសមួយប្រភេទភ្នែកដោយពុំចាំបាច់ត្រៀមខ្លួនអ្នកថាទៅមើលមេធាវីស្បែកសមិនខំប្រឹងទេមែនទេគេខំប្រឹងណាស់គេខំប្រឹងជាងមេធាវីជីវិតទៅទៀតតែចុងក្រោយបែរជាទទួលបានលទ្ធផលផ្សេងគ្នាទៅវិញអ្នកនិយាយទៅមើលអ្នកណាទៅអាចបកស្រាយរឿងនេះបានដូច្នេះការខិតខំតែមួយមុខមិនប្រកាសថាជោគជ័យទេការជ្រើសរើសត្រូវក៏ជាកត្តាសំខាន់ដែរសរុបមកវិញអ្នកនិពន្ធលើកឧទាហរណ៍ខាងលើច្រើនយ៉ាងនេះគឺចង់បង្ហាញប្រាប់យើងថាការដែលអាចក្លាយជាបុគ្គលលេចធ្លោក្លាយជាកម្ពុជាមនុស្សបានវាមានកត្តាច្រើនណាស់ដូចជាពេលវេលានិងទីកន្លែងអ្នកកើតវប្បធម៌ចំណេះដឹងភាពប៉ិនប្រសប់ពីកំណើតការឧស្សាហ៍ព្យាយាមនិងខិតខំប្រឹងប្រែងការវឹកហាត់ចំណេះជំនាញបទពិសោធន៍ការសម្រេចចិត្តសំខាន់និងសំណាងជាដើមតទៅនេះយើងចូលមកដល់ចំណុចសំខាន់ទី2គឺវប្បធម៌កំណត់ពីភាពឈ្នះចាញ់នៅក្នុងសៀវភៅនេះអ្នកនិពន្ធបានលើកឡើងនៅឧទាហរណ៍មួយដែលនិយាយពីក្រុមហ៊ុនអាកាសចរធំជាងគេនៅកូរ៉េគឺ Korean Air នៅដើមទសវត្សរ៍ឆ្នាំ1990យន្តហោះក្រុមហ៊ុននេះស្រាប់តែមានឧបទ្ទវហេតុធ្លាក់យន្តហោះជាញឹកញាប់អត្រាគ្រោះថ្នាក់នេះកើនឡើងរហូតដល់17ដងខ្ពស់ជាង United Airlines របស់សហរដ្ឋអាមេរិកទៅទៀតរហូតដល់ប្រធានាធិបតីកូរ៉េនៅពេលនោះគឺលោក Kim Dae-jung បានមានប្រសាសន៍ថាបញ្ហារបស់ Korean Air មិនមែនជាបញ្ហាក្រុមហ៊ុនទៀតទេវាជាបញ្ហារបស់ប្រជាជាតិកូរ៉េទាំងមូលក្រោយមកប្រធានាធិបតីកូរ៉េរូបនេះបានបដូរយន្តហោះផ្ទាល់ខ្លួនរបស់ខ្លួនដែលពីមុនគ្រប់គ្រងដោយ Korean Air ក្រោយមកផ្ទេរទៅឲ្យដៃគូប្រកួតប្រជែងរបស់ Korean Air គឺ Asiana Airlines វិញចាប់តាំងពីពេលនោះមកការហោះហើររបស់ Korean Air មានសុវត្ថិភាពជាងមុនគួរឲ្យភ្ញាក់ផ្អើលតាំងពីឆ្នាំ1999មកដល់ពេលនេះមិនដែលមានបញ្ហាម្ដងណាឡើយតើហេតុអ្វីបានជាយន្តហោះរបស់ Korean Air ដែលពីមុនតែងតែមានបញ្ហាជាញឹកញាប់ក្រោយមកហេតុអ្វីបានជាមានសុវត្ថិភាពជាងមុនឆ្ងាយយ៉ាងនេះក្រោយមកទើបគេធ្វើការស្រាវជ្រាវមួយដោយមានការពិនិត្យទៅលើប្រអប់ខ្មៅដែលមាននៅលើយន្តហោះទើបគេរកឃើញពីមូលហេតុពិតប្រាកដមូលហេតុមិនមែនដោយសារតែយន្តហោះក៏មិនមែនដោយសារតែបច្ចេកទេសថែទាំមិនបានដិតដល់នោះដែរគឺដោយសារតែវប្បធម៌របស់ជនជាតិកូរ៉េបើយើងមើលទៅលើវប្បធម៌លោកខាងលិចនៅក្នុងក្រុមហ៊ុនធំអ្នកធំអ្នកតូចទោះបីជាតំណែងខុសគ្នាមែនតែគេមិនមានការគោរពកោតខ្លាចហួសហេតុពេកនោះទេបុគ្គលិកថ្នាក់ក្រោមនិង CEO ក្រុមហ៊ុនបើជួបគ្នាចៃដន្យគេគ្រាន់តែសួររាក់ទាក់គ្នាធម្មតាក្នុងនាមជាថ្នាក់ដឹកនាំនិងថ្នាក់ក្រោមប៉ុណ្ណោះមិនមានការអោនលំទោនស្ដាប់បង្គាប់ហួសកម្រិតឡើយតែចំពោះវប្បធម៌អាស៊ីវិញជាពិសេសប្រទេសកូរ៉េនេះឯងមុនពេលឡើងយន្តហោះអូតេ Co-pilot ជាដើមត្រូវឈរតម្រង់ជួរគ្នាចាំចាប់ដៃកាពីតែនទើបអាចឡើងយន្តហោះបានដើម្បីបង្ហាញការគោរពប្រពៃណីគោរពថ្នាក់លើហួសហេតុបែបនេះបង្កឲ្យមានជាផលវិបាកបែបណាខ្លះទៅជាលទ្ធផលនោះគឺនៅពេលដែលកាពីតែនមានការធ្វើប្រហែសមានការវិនិច្ឆ័យខុសទំនងបែរជាធ្វើឲ្យ Co-pilot ឬវិស្វករយន្តហោះដែលនៅក្នុងកាប៊ីនជាមួយគ្នាមិនហ៊ានលើកឡើងឬតវ៉ានោះទេជាលទ្ធផលអាចឲ្យយន្តហោះដែលកំពុងហោះនោះមានបញ្ហាធ្ងន់ធ្ងរដូច្នេះវប្បធម៌របស់ប្រទេសឬតំបន់មួយអាចធ្វើឲ្យការទំនាក់ទំនងការគិតនិងអាកប្បកិរិយារបស់មនុស្សសម្ដែងចេញក្នុងរូបភាពខុសៗគ្នាកត្តាដែលមើលមិនឃើញបែបនេះក៏ជាឥទ្ធិពលខ្លាំងណាស់ដែរដល់ភាពជោគជ័យឬបរាជ័យរបស់បុគ្គលម្នាក់បើសិនជាវប្បធម៌ទាំងនោះដើរស្របគ្នាទៅនឹងគោលដៅវាក៏ជួយជំរុញឲ្យយើងឆាប់ឬងាយនឹងទទួលបានជោគជ័យដែរដោយដែលអ្នកនិពន្ធបានលើកឡើងថាវប្បធម៌ប្រពៃណីរបស់ជនជាតិចិនគឺគ្រប់គ្នាសុទ្ធតែជាមនុស្សឧស្សាហ៍ព្យាយាមខិតខំធ្វើការរកស៊ីបានជាធ្វើឲ្យការផលិតនិងអាជីវកម្មរបស់ពួកគេមានប្រៀបជាងជនជាតិដទៃនៅជុំវិញពិភពលោកការលើកឡើងបែបនេះមិនមែនចង់មានន័យថាវប្បធម៌នេះល្អវប្បធម៌នោះមិនល្អនោះទេវប្បធម៌របស់ប្រទេសនីមួយៗសុទ្ធតែមានចំណុចល្អនិងចំណុចខ្វះខាតរៀងៗខ្លួនវប្បធម៌ខ្លះជំរុញឲ្យយើងងាយនឹងទទួលបានជោគជ័យឯវប្បធម៌ខ្លះទៀតបែរជាបង្អាក់ដំណើរទៅកាន់ភាពជោគជ័យរបស់យើងទៅវិញតែកត្តាវប្បធម៌មិនអាចកែប្រែបានទាំងស្រុងនោះទេដោយករណី Korean Air ដែលយើងបានលើកឡើងខាងលើគេអាចប្រែខ្លួនពីក្រុមហ៊ុនដែលមានឧបទ្ទវហេតុញឹកញាប់ទៅជាក្រុមហ៊ុនដែលមានសុវត្ថិភាពជាងគេមួយនៅលើលោកនេះក៏ដោយសារតែគេបានធ្វើកំណែទម្រង់ជាច្រើនពីឫសគល់នៃបញ្ហានេះតែម្ដងគឺវប្បធម៌នេះឯងដំបូងគេបំបត្តិនៅរនាំងរវាងថ្នាក់លើនិងថ្នាក់ក្រោម
គេឲ្យបុគ្គលិកប្រើភាសាអង់គ្លេសដើម្បីធ្វើការសន្ទនាគ្នាព្រោះនៅភាសាអង់គ្លេសមិនប្រើពាក្យបងអូនមេកៅនោះទេមានតែ you និង I តែម្ដងដែលស្ដាប់ទៅដូចជាគ្រប់គ្នាមានសិទ្ធិស្មើគ្នាអញ្ចឹងគូផ្សំនឹងការកែតម្រូវចំណុចតូចៗជាច្រើនទៀតទើបធ្វើឲ្យ Korean Air កែប្រែមុខមាត់ឡើងវិញនៅក្នុងវិស័យអាកាសចរណ៍ដូច្នេះវប្បធម៌ជាផ្នែកមួយដ៏សំខាន់ដែលកំណត់ពីភាពជោគជ័យឬបរាជ័យរបស់កំពុងមនុស្សទាំងនោះដែរបើសិនជាវប្បធម៌ទាំងនោះដើរស្របគ្នាទៅនឹងគោលដៅរបស់អ្នកវាជាកត្តាអំណោយផលតែបើវាផ្ទុយពីគោលដៅរបស់អ្នកវាជាកត្តាគំរាមកំហែងទៅវិញទេសរុបមកវិញធ្វើយ៉ាងម៉េចទើបអាចคล้ายជាកម្ពុជាមនុស្សបានទៅអ្នកនិពន្ធបានធ្វើការសង្ខេបយ៉ាងខ្លីថាកម្ពុជាមនុស្សគឺជាមនុស្សដែលមានសំណាងគេកើតក្នុងលក្ខខណ្ឌសង្គមល្អបរិយាកាសរស់នៅល្អជាមួយគ្នានោះគេមានវប្បធម៌អំណោយផលមួយដែលទាំងនេះអាចធ្វើឲ្យគេងាយនឹងคล้ายជាកម្ពុជាមនុស្សឬអាចនិយាយមួយបែបទៀតថាងាយនឹងជោគជ័យជាងអ្នកដទៃស្ដាប់ទៅដូចជាគ្មានអ្វីពាក់ព័ន្ធនឹងការខិតខំប្រឹងប្រែងសោះនេះហើយជាចំណុចទី3នៅក្នុងសៀវភៅនេះដែលយើងនឹងមកធ្វើការពិភាក្សាគ្នាដើម្បីអាចជោគជ័យคล้ายជាមនុស្សកម្ពុជាលេចធ្លោបានតើតើអ្នកមានលក្ខខណ្ឌអំណោយផលច្រើនកើតចំពេលរស់នៅចំកន្លែងជួបមនុស្សត្រូវដែលកត្តាទាំងនេះពេលខ្លះយើងអាចគ្រប់គ្រងបានតែកត្តាខ្លះទៀតយើងមិនអាចគ្រប់គ្រងបានទេវាប្រៀបដូចជាឈើនៅក្នុងព្រៃមួយអញ្ចឹងដើមឈើដែលខ្ពស់ជាងគេមិនប្រកាសថាជាពូជល្អទេតែប្រកាសជាស្ថិតនៅក្នុងលក្ខខណ្ឌអំណោយផលជាងឈើដទៃវាក៏ត្រូវការអាកាសធាតុដ៏ល្អមួយដូចជាកម្ដៅនិងសំណើមសមល្មមគ្រប់គ្រាន់អំណោយផលដល់ការលូតលាស់នៅជុំវិញនោះមិនមានឈើដទៃមកគ្របយកសារធាតុចិញ្ចឹមរបស់គាត់ជាដើមទោះបីជាពូជដូចគ្នាដាំនៅកន្លែងតែមួយតែក្នុងពេលផ្សេងគ្នាប្រកាសជាទទួលបានលទ្ធផលមិនដូចគ្នាឡើយក៏មិនអាចខ្លាយជាឈើដែលខ្ពស់ជាងគេដែរប្រៀបដូចមនុស្សយើងអញ្ចឹងយើងសុទ្ធតែឆ្លាតរៀងៗខ្លួនសុទ្ធតែជាមនុស្សខិតខំប្រឹងប្រែងដូចគ្នាតែឲ្យតែពេលខុសគ្នាសំណាងមិនដូចគ្នានោះលទ្ធផលក៏មិនដូចគ្នាដែរដូច្នេះចង់ខ្លាយជាមនុស្សដែលលេចធ្លោសមត្ថភាពនិងសំណាងសុទ្ធតែសំខាន់ដូចគ្នានៅក្នុងសៀវភៅនេះគេបានបង្ហាញផ្លូវពីរដល់យើងផ្លូវទី1ធ្វើយ៉ាងណាខ្លាយជាមនុស្សពូកែនៅក្នុងបរិយាកាសសង្គមដ៏ថិតថេរមួយនិងផ្លូវទី2ធ្វើយ៉ាងណាខ្លាយជាមនុស្សពូកែនៅក្នុងបរិយាកាសសង្គមដ៏មិនប្រកបប្រជាមួយឥឡូវយើងមកមើលវិធីទី1ធ្វើយ៉ាងណាទើបលេចធ្លោជាងគេនៅក្នុងបរិយាកាសសង្គមដ៏ថិតថេរមួយឧទាហរណ៍ថាអ្នកចង់ខ្លាយជាអ្នកលេងព្យ៉ាណូដ៏កំពូលម្នាក់ក្តីសុបិនមួយនេះមិនមានទំនាក់ទំនងគ្នាខ្លាំងទៅនឹងបរិយាបន្នសង្គមទេមានន័យថាអ្នកនៅទីណាប្រទេសណាកើតក្នុងសម័យណាក៏ដោយក៏មិនសូវចេះឥទ្ធិពលដល់ជំហានទៅរកក្តីសុបិនរបស់អ្នកដែរអ្នកប្រកាសជាគិតថាឲ្យតែខំប្រឹងប្រែងវឹកហាត់ថ្ងៃណាមួយនឹងខ្លាយជាកំពូលអ្នកលេងព្យ៉ាណូមិនខានតែអ្នកនិពន្ធបានបញ្ជាក់ស្មារតីរបស់យើងថាការខិតខំក៏ត្រូវមានតិចនិចរបស់វាដែរបើសិនជាអ្នកខំខុសទិសដៅទោះវឹកហាត់10000ម៉ោងក៏អ្នកមិនអាចខ្លាយជាកំពូលមនុស្សលេចធ្លោជាងគេនៅក្នុងវិស័យមួយនេះដែរដូច្នេះអ្វីដែលសំខាន់ជាងការខិតខំប្រឹងប្រែងទៅទៀតនោះគឺជំរឿមនុស្សភាគច្រើនពេលស្វែងរកការងារធ្វើឬបដូរការងារថ្មីតែងតែជួបនឹងរឿងបែបនេះការងារមួយដែលទទួលបានប្រាក់ខែខ្ពស់តែជាការងារដដែលមិនមានការរីកចម្រើននិងការងារមួយទៀតដែលចំណូលមិនសូវខ្ពស់តែមានឱកាសក្នុងការលុតដំខ្លួនឯងតើគួរជ្រើសរើសយកមួយណាសៀវភៅមួយក្បាលនេះបានផ្ដល់នូវអនុសាសន៍មួយយ៉ាងដូចនេះថាបើសិនជាបរិយាកាសការងារមួយផ្ដល់ឲ្យអ្នកនៅការប្រកួតប្រជែងការលុតដំខ្លួនឲ្យអ្នកមានសមត្ថភាពខ្លាំងជាងមុននោះអ្នកគួរតែជ្រើសរើសយកវាទោះបីបានប្រាក់ខែតិចឬមិនបានប្រាក់ខែក៏ដោយឲ្យតែចិញ្ចឹមខ្លួនរស់ព្រោះវានឹងលុតដំអ្នកឲ្យក្លាយជាបុគ្គលដែលឆ្នើមជាងមុនដោយមិនដឹងខ្លួនបើសិនជាអ្នកអាចដកខាត់ខ្លួនឯងក្លាយជាកំពូលមនុស្សលេចធ្លោជាងគេ10នាក់នៅក្នុងវិស័យណាមួយមិនថាវិស័យនោះជាវិស័យអ្វីនោះទេនោះលុយនឹងរត់ទៅរកអ្នកភាពជោគជ័យក៏កាន់តែនៅគៀកចូលអ្នកដែរដោយពាក្យខ្មែរមួយម៉ាត់និយាយថាចេះ10មិនស្មើប្រសពមួយវិធីទី2ធ្វើយ៉ាងណាក្លាយជាមនុស្សពូកែនៅក្នុងបរិយាកាសដែលមិនប្រកបប្រជានិងមានភាពបត់បែនខ្ពស់ដូចជាមហាសេដ្ឋី Jack Ma Bill Gates ជាដើមពួកគាត់ទទួលបានជោគជ័យខ្លាំងយ៉ាងនេះគឺដោយសារតែគាត់បានឆ្លងកាត់នៅបរិយាបន្នសង្គមមួយដែលមានភាពបត់បែនខ្ពស់ជាពិសេសក្នុងបរិបទបច្ចេកវិទ្យា Jack Ma គាត់បានចូលក្នុងវិស័យ e-commerce និងបានពុះពីឧបសគ្គគ្រប់បែបយ៉ាងជាង10ឆ្នាំទើបអាចទទួលបានលាភសក្ការៈពីអ្វីដែលគាត់បានធ្វើយើងដឹងហើយថាដំណើរសហគ្រិនភាពជាពិសេសក្នុងវិស័យបច្ចេកវិទ្យាមិនមែនជារឿងងាយស្រួលអ្វីឡើយ Bill Gates ក៏ដូចគ្នាដែរនៅពេលដែលគ្រប់គ្នាមិននឹងស្គាល់ផងថាកុំព្យូទ័រជាអ្វីគាត់បានដកខាត់ខ្លួនឯងឲ្យចេះសរសេរកូដអស់រាប់ម៉ោងទៅហើយ
រហូតដល់ពេលដែលមនុស្សគ្រប់គ្នាចាប់ផ្ដើមចេះប្រើប្រាស់កុំព្យូទ័រ Bill Gates ជាអ្នកជំនាញលើអ្នកជំនាញទាំងឡាយនៅលើពិភពលោកទៅហើយបែបនេះចង់បរាជ័យក៏ពិបាកដែរនេះបញ្ជាក់ឲ្យឃើញថាបើសិនជាយើងចង់ទទួលបាននូវលាភសក្ការៈមុនគេនៅពេលដែលបរិបទសង្គមមានការប្រែប្រួលមិនទៀងទាត់បែបនេះវាទាមទារឲ្យយើងមានសមត្ថភាពក្នុងការប្រមូលមើលពីអនាគតនៅពេលដែលយើងដើរនៅលើផ្លូវនេះការជ្រើសរើសសំខាន់ជាងការខិតខំប្រឹងប្រែងឆ្ងាយណាស់ត្រូវតែរៀនមើលពីឱកាសនិងចាប់ឱកាសឲ្យបានលើពីនេះអ្នកត្រូវលះបង់ពេលវេលា10000ម៉ោងដើម្បីហ្វឹកហាត់ខ្លួនឯងឲ្យក្លាយជាអ្នកជំនាញនៅក្នុងវិស័យនេះដើម្បីត្រៀមខ្លួនទទួលយកឱកាសនោះមកដល់ទី3អ្នកក៏ត្រូវមានសំណាងតិចតួចដែរព្រោះនៅពេលដែលយើងចំណាយពេលវេលាដកខាត់ខ្លួនឯងក្លាយជាអ្នកជំនាញហើយនោះបទពិសោធន៍យើងក៏ក្រាស់ក្រែលហើយអាយុរបស់យើងក៏មិនតិចដែរបើសិនជាអ្នកតស៊ូអស់រយៈពេល40ឆ្នាំពេលនោះអ្នកប្រហែលជាអាយុ60ទៅ70ឆ្នាំទៅហើយចាំដល់ពេលដែលឱកាសទាំងនោះមកដល់តើអ្នកនៅមានសមត្ថភាពចាប់វាដែរឬទេតែឱកាសមានសម្រាប់តែអ្នកដែលត្រៀមចំខ្លួនមុនប៉ុណ្ណោះអ្នកដែលមានការវិនិច្ឆ័យត្រូវចេះតស៊ូបានយូរនិងអាចទប់ខ្លួនមិនឲ្យរេតាមខ្យល់ខ្វល់តាមរលកប្រកាសជាមានឱកាសជោគជ័យច្រើនជាងមនុស្សធម្មតាដោយដែលអ្នកនិពន្ធបានលើកឡើងអញ្ចឹងភាពជោគជ័យមិនមែនកើតឡើងដោយចៃដន្យនោះទេវាបានមកពីការខិតខំប្រឹងប្រែងជួបជាមួយនឹងសំណាងខ្លឹមសារសំខាន់នៅក្នុងសៀវភៅនេះមានត្រឹមប៉ុណ្ណេះយើងមកធ្វើការសង្ខេបត្រួសនឹងវិញបើសិនជាអ្នកចង់ក្លាយជាកម្ពុជាមនុស្សដែលលេចធ្លោជាងគេនៅក្នុងសង្គមអ្នកប្រហែលជាត្រូវរងនូវឥទ្ធិពលពីរយ៉ាងទី1អ្នកត្រូវតែជាមនុស្សឧស្សាហ៍ព្យាយាមជាងអ្នកដទៃមានលក្ខខណ្ឌគ្រួសារនិងសង្គមល្អប្រសើរសម្រាប់ចិត្តត្រូវពេលខ្សែគប់ត្រូវមនុស្សនិងកត្តាខាងក្រៅជាច្រើនផ្សេងទៀតកត្តាអំណោយផលទាំងនេះនៅពេលដែលវាត្រូវគ្នាហើយវាប្រៀបដូចជាប្រតិកម្មគីមីមួយអញ្ចឹងរុញច្រានអ្នកឲ្យទៅកន្លែងមួយដែលមានប្រៀបជាងមនុស្សទាំងពួងហើយពេលនោះហើយជាពេលដែលអ្នកមានឱកាសក្លាយជាកម្ពុជាមនុស្សឥទ្ធិពលទី2គឺជាវប្បធម៌សាវតារបស់អ្នកអ្វីដែលជះឥទ្ធិពលដល់ការគិតរបស់អ្នកនៅពេលដែលវប្បធម៌ផ្នត់គំនិតរបស់អ្នកដើរស្របគ្នានឹងគោលដៅរបស់អ្នកវានឹងជំរុញឲ្យអ្នកទៅកាន់តែលឿនជាងអ្នកដទៃគូផ្សំនឹងបទពិសោធន៍និងការងារដែលអ្នកមានស្រាប់នោះអ្នកនឹងក្លាយជាបុគ្គលដែលអាចមើលឃើញពីឱកាសមុនគេនិងអាចចាប់ឱកាសទាំងនោះជាប់មានពាក្យគេនិយាយថាវាសនារបស់អ្នកបានពីការខិតខំប្រឹងប្រែង7ភាគនិងសំណាង3ភាគតែបើចង់ក្លាយជាកម្ពុជាមនុស្សដូចក្នុងសៀវភៅនេះបានលើកឡើងវិញត្រូវពឹងសំណាងពីធម្មជាតិ7ភាគនិងខំប្រឹង3ភាគទៅវិញគេថាឱកាសមានសម្រាប់តែអ្នករៀបចំខ្លួនប៉ុណ្ណោះបើអ្នកមិនបានរៀបចំខ្លួននោះទេទោះបីជាឱកាសហោះកាត់ក៏មើលមិនដឹងថាជាឱកាសផងបើតមកអ្នកនិពន្ធបានប្រែប្រាំយើងថាក្រៅពីការខិតខំប្រឹងប្រែងហើយនោះយើងត្រូវចេះមើលពីបរិបទនិងការប្រែប្រួលក្នុងទីផ្សារនិងសង្គមដូចយើងបានឃើញកម្ពុជាមនុស្សមួយចំនួនដូចជា Jack Ma និង Bill Gates ជាដើមហាមាត់ពេលណាក៏និយាយថាខ្ញុំសំណាងណាស់ស្ដាប់ទៅដូចជារឿងដាក់ខ្លួនបន្តិចតែតាមពិតវាជាលក្ខខណ្ឌមួយដែលធ្វើឲ្យយើងងាយនឹងទទួលបានជោគជ័យជាងអ្នកដទៃពិតមែនដូច្នេះមើលរឿងឲ្យបានគ្រប់ជ្រុងជ្រោយជាងមុននៅពេលដែលអ្នកឃើញអ្នកណាម្នាក់ទទួលបានជោគជ័យក្នុងជីវិតត្រូវសិក្សាឲ្យបានច្បាស់ពីចំណេះដឹងសាវតាបទពិសោធន៍កត្តាធម្មជាតិនិងកត្តាផ្សេងជាច្រើនទៀតរបស់គាត់ទើបយើងអាចវិតម្លៃដឹងបានថាអ្វីខ្លះជាកត្តាជំរុញឲ្យគាត់ទទួលបាននូវភាពជោគជ័យคล้ายជាកម្ពុជាមនុស្សពិតប្រាកដទាំងអស់នេះជាពន្លឺបំភ្លឺផ្លូវឲ្យអ្នកទាំងអស់គ្នាឈានឆ្ពោះទៅរកគោលដៅដែលអ្នកទាំងអស់គ្នាចង់សម្រេចដែរអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយ